ក្នុងសខាកម្មទាំងអស់នាងខ្ញុំឈ្មោះជួនមនីនាងខ្ញុំបានមកចូលរួមវគ្គបណ្ដុះបណ្ដាលការរៀបចំផ្នែកគំនិតឡើងវិញដើម្បីឲ្យពេញលេញបរិបូរណ៍រយៈពេល3ថ្ងៃនេះទទួលបានចំណេះដឹងថ្មីច្រើនមែនទែនពីសាស្ត្រាចារ្យចននីពីមុនមកគឺខ្ញុំមានភាពជាប់គាំងនៅក្នុងជីវិតគិតអ្វីក៏មិនចាញ់ដែរចា៎ហើយការងារជាច្រើនដែលខ្ញុំបានប្រឡូកនៅក្នុងសង្គមតែខ្ញុំមករៀននៅទីនេះគឺខ្ញុំបានទទួលបទពិសោធន៍និងពន្លឹះដែលជាប់គាំងពីមុនមកហ្នឹងគឺឲ្យខ្ញុំអាចរកវិធីចាដោះបញ្ហាដែលខ្ញុំជាប់គាំងពីមុនបានហើយនាងខ្ញុំក៏សូមអរគុណដល់អង្គញាសាស្ត្រាចារ្យបណ្ឌិតសាំងអៀបក៏សូមថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធីហើយក៏សូមអរគុណដល់សខាកម្មទាំងអស់ដែលបានមកចូលរួមទាំងអស់គ្នាចាជាពិសេសនោះគឺសូមអរគុណដល់លោកសាស្ត្រាចារ្យបណ្ឌិតជននេះដែលគាត់ចំណាយទាំងកម្លាំងកាយកម្លាំងចិត្តនិងពេលវេលាដ៏មានតម្លៃដើម្បីបង្រៀនគន្លឹះថ្មីល្អដល់នាងខ្ញុំនិងក្រុមសខាកម្មទាំងអស់ចាឲ្យយល់ដឹងចាហើយនាងខ្ញុំក៏សូមជូនពរដល់លោកសាស្ត្រាចារ្យឲ្យទទួលបាននូវសុខភាពល្អរឹងមាំទទួលបានភាពជោគជ័យគ្រប់ភារកិច្ចផងដែរនាងខ្ញុំសូមអរគុណចា៎